ខ្ញុំឆ្ងល់ថាចុះហេតុអីបានជាអន្តរជាតិមិនស្គាល់ទោះថៃទៅពីព្រោះអីព្រោះថៃបានជៀនពៀនមកលើប្រទេសកម្ពុជាបានបើកការវាប្រហារទៅលើប្រទេសដែលទន់ខ្សោយវាប្រទេសកម្ពុជាយើងនេះដែលជាប្រទេសគ្មានអាវុធគ្រប់គ្រាន់ដូចជាថៃដូចជា S16 ឡើយស្គាល់អន្តរជាតិមើលកតើនៅខ្មែរដល់ណាទៀតបណ្ដាក់ទណ្ឌកម្មទៅលើថៃព្រាមតែម្ដងទៅគាត់បាញ់ដល់ប្រាសាទខ្មែរតិចទាំងអស់រលីងទៅហើយសពទាំងប្រជាជនទាំងយោធាសម្បីតែស្ពានគាត់ថៃក៏បំផ្លាញអស់ទៅហើយក៏គ្មានអន្តរជាតិណាស្គាល់ទោសគាត់សោះអញ្ចឹងចាំដល់ពេលណាទៀតចាំដល់ពេលពលរដ្ឋខ្មែរស្លាប់អស់មែនឬបានដាក់ទោសលើថៃវីដេអូនេះសូមផ្ញើទៅអន្តរជាតិជាពិសេសបងធំអាមេរិកកាំងបងធំចិនប្រទេសរុស្ស៊ីនិងបណ្ដាប្រទេសផ្សេងៗនៅអឺរ៉ុបផងដែរបាទសូមជួយមើលមកកម្ពុជាផងព្រោះប្រទេសកម្ពុជាតូចកំសត់ជាជនខ្សោយសេដ្ឋកិច្ចខ្សោយបាទអត់មានអីទេបងប្អូនមានតែប៉ុណ្ណេះបងប្អូនអរគុណជម្រាបលា